កងទ័ពថៃបានប្រមានពី1 ម៉ោងមុននេះតាមរយៈឧត្តមសេនីយ៍តូវិនថៃសុវ៉ារីនិយាយថាបើសិនជាផ្លោងចូលដីថៃទៀតនៅក្នុងពេលកំពុងឃោសនាបោះឆ្នោតគឺថៃត្រូវតែវាយខ្មែរហើយអានេះគឺជារឿងរ៉ាវដែលតកតងនឹងការចោទប្រកាន់របស់ថៃមកលើកម្ពុជាដើម្បីរករឿងតទៅទៀតណាឆ្លើយឆ្លងនឹងប្រិយមិត្តលោក love ហាខំរៀនចៅខំរៀនបិណ្ឌនុនសង្គ្រាមកម្ពុជាថៃអាចកើតឡើងអាចកើតឡើងណាបើសិននៅសក់ខ្មែរចេះផលិតយន្តហោះចម្បាំងតើថៃនឹងទៅជាយ៉ាងណាមានយ៉ាងណាបើខ្មែរចេះផលិតយន្តហោះចម្បាំងនៅសក់ថៃចេះផលិតគ្រាប់បែកនុយក្លេអ៊ែរពីព្រោះវាមិនដែលអាណាអត់រៀនអត់សូត្រគិតតែផឹកចូលហើយនឹង fake ចេះផលិតយន្តហោះចម្បាំងអញ្ចឹងអាសាលាស្រុកថៃនេះវាចេះផលិតនុយក្លេអ៊ែរហើយដល់ពេលហ្នឹងខ្មែរមានយន្តហោះចម្បាំងអាថៃមាននុយក្លេអ៊ែរខ្មែរនៅតែចាញ់គេអញ្ចឹងពីព្រោះគំនិតល្វើល្វាយនៅសក់ខ្មែរចេះផលិតយន្តហោះចម្បាំងខ្មែរមកចេះផលិតយន្តហោះចម្បាំងសៀមវាចេះផលិតគ្រាប់បែកនុយក្លេអ៊ែរវាមកជួសអាចដាក់ពេញពីព្រោះយើងហាមាត់ឡើងសក់មានន័យថាកំណើតកើតមកអត់មាននឹកឃើញចង់រៀនតែបន្តិចអត់ដែលឮសូរថាកូនចៅនិយាយពីរឿងខំប្រឹងនេះគិតតែសក់ពងខ្ញុំឡើងស្រាប់តែងើបពីដេកមកឡើងពេលដើរទៅប្រគុណស្រាប់តែវែងប្រហែលជើងខ្ញុំអានឹងឲ្យសក់ណាអូខេលោកអាយលោកមានអាកូនមួយនេះបើរៀនមិនជាប់តាមត្រូវទេខំប្រឹងទៅដតឡាការហ្នឹងលេងទៅប្រដឹងសម្ដេចទៅប្រទេសហ៊ុនម៉ាណែតទេចឹងហួសចិត្តមកបងប្អូនអង្គភូមិញហើយបានខ្ញុំពេកចំណេះនេះហើយខ្ញុំមិនគិតថាវាស្គួតដល់ថ្នាក់ហ្នឹងទេបងប្អូនអង្គភូមិញអស់ទេបាទរៀនអត់ធ្លាក់ទេមុខអានេះមុខរៀនប្រឡងអត់ជាប់បងប្អូនទាំងអស់គ្នាពិចារណាប្រឡងអត់ជាប់ខំប្រឹងចង់ធ្វើកថាណាអង្គថារដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារប្តឹងរដ្ឋាភិបាលថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិជាផ្លូវការភូតទេណាចំណែកទូរទស្សន៍អាស៊ីសេរីផ្សាយពាក្យភូតនឹងបន្តទៅទៀតពីព្រោះទូរទស្សន៍អាស៊ីសេរីនឹងវាអត់ឆែកមើលលក្ខន្តិកៈក្រុងរ៉ូមត្រឹមត្រូវដល់អញ្ចឹងទៅវាផ្សាយចេញមកភូតតគ្នាទូរទស្សន៍អាស៊ីសេរីវាជួយភូតរាំងស៊ីគេថារដ្ឋាភិបាលឯករាជ្យ23ដុល្លារប្តឹងរដ្ឋាភិបាលថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិភ្លើសំរាំងស៊ីអត់បានទទួលស្គាល់លក្ខន្តិកៈក្រុងរ៉ូមទេអញ្ចឹងប្តឹងអត់បានទេភ្លើសំរាំងស៊ីក៏អត់ប្តឹងបានណាទី1ទី2ថៃឡង់មិនមែនជាសមាជិក ICC ទេអត់ទទួលស្គាល់ ICC ទេអញ្ចឹងប្តឹងវាអត់បានទេលោកហើយអាក្មេងមួយនេះប្រឡងបាក់ដប់បើមិនជាប់ទេអានឹងមិនដឹងវាឈ្មោះស្អីទេអានឹងឈ្មោះស្អីចេះអ្នកដេកអានឹងឈ្មោះវាអាអ្នកដេកអញ្ចឹងមើលឈ្មោះវាអាអ្នកដេកឯនេះដើមើល
Ồ nè đế anh cao mất đế chăm được si ta nè anh không biết anh đế anh không biết anh đế không ai muốn ní na anh ấy bắt belong diploma belong bắt đục mình cho tê anh đế nè đế trong thư cái thao nè một cái nè đế nhá nè đế trong thư cái thao nâng nèរដ្ឋាភិបាលឯករាជ្យ23ដុល្លារសម្រាប់ដាក់ពាក្យបណ្ដឹងផ្លូវការទៅតុលាការព្រហ្មទណ្ឌអន្តរជាតិថ្ងៃទី4កុម្ភៈដើម្បីទាមទាររដ្ឋាភិបាលថៃនិងលោកហ៊ុនសែនទទួលខុសត្រូវលើអក្រិតកម្មសង្គ្រាមពេលកន្លងមកករណីអក្រិតកម្មសង្គ្រាមប្រទេសពីរច្បាំងគ្នាអក្រិតកម្មសង្គ្រាមលោកឯងលោកហើយអាទូរទស្សន៍អាស៊ីសេរីហ្នឹងក៏ទៅដល់យកមកផ្សាយដែរខ្ជិលលោកមាត់ណានាំប្របាអញខ្ជិលលោកមាត់ណាឥឡូវហ្នឹងខាងកឹមសក់ម្ដងអូខេណាសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់បណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិរដ្ឋាភិបាលឯករាជ្យ23ដុល្លារសូមជម្រាបជូនប្រជាពលរដ្ឋខ្មែរបណ្ដាញព័ត៌មានជាតិនិងព័ត៌មានអន្តរជាតិនិងសហគមន៍អន្តរជាតិថ្ងៃទី4ខែកុម្ភៈយើងបានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅតុលាការព្រហ្មទណ្ឌដើម្បីរកយុត្តិធម៌និងដាក់ពាក្យបណ្ដឹងនេះទៅកាន់តុលាការតាមរយៈមេធាវីអន្តរជាតិដែលជាតំណាងមេធាវីនេះឈ្មោះអីបានវាភ្លើម្លេះណាអញចង់ដឹងណាបាទកឹមសុកនឹងវាអ្នកនាំពាក្យនឹងវាចេះវាប្រាប់មកមេធាវីឯងឈ្មោះអីក្រុមច្បាប់អីថ្ងៃកុំចេះនិយាយភូតអញអត់ជឿណាអូខេអត់ជឿហើយមានផោះតាងណាឯងប្រមូលទៅស្រោមសម្បត្តិនោះអូខេអានឹងមួយហើយឯងដាក់ពាក្យផ្សាយលំបលយកអីវាអត់មានភាសាអង់គ្លេសបន្តមកទៀតឯងដាក់ពាក្យទៅតុលាការព្រហ្មទណ្ឌអន្តរជាតិហើយឯងកាន់នឹងឯងថាពួកហ៊ុនសែនសម្ដែងហើយឯងមកសម្ដែងអីមុខមហិតបស្អុយហ្នឹងចេះស្អីមកឈរក្រៅលបងហ្នឹងអានឹងរៀនតាមអារាំងស៊ីតាអារាំងស៊ីកាលណាវាមកអាមេរិកវាទៅមក Washington DC ហ្នឹងថតនៅមុខវាមានកាពីតូលអីចឹងទៅអានេះភូតឯណាទៅអាសេចក្តីប្រកាសឯងនោះណាហើយប្រើក្រុមមេធាវីអីហើយមិនក៏អាក្រុមមេធាវីហ្នឹងវាមិនមកកាន់กระดาษស្នាមឲ្យឯងមិនក៏ឯងទៅឈរថតនៅក្បែរហ្នឹងអានេះនិយាយភូតខ្មែរយើងចាញ់តែភូតគេអញ្ចឹងណាឃើញទេចាញ់តែភូតគេហ្នឹងណាចាញ់តែភូតគេហ្នឹងអញ្ចឹងចាញ់តែភូតគេអត់មានការធ្វើទេភូតតែខ្មែរគ្នាឯងភូតឡើងវិលទូរទស្សន៍អាស៊ីសេរីនេះខំបំផ្សាយបន្តលោកតាក្នុងករណីដែលខ្មែរដាក់ថៃតើថៃឈប់រករឿងអត់ឈប់ទេនៅតែរករឿងអញ្ចឹងកូនណាឥឡូវគេល្បីតារឿងប្តីប្រពន្ធអញ្ចឹងលោកតាឥឡូវគេល្បីតារឿងប្តីប្រពន្ធអញ្ចឹងលោកតាស្ដាប់អត់យល់GS ស្អីប្តីប្រពន្ធអីកូនរឿងអីស្ដាប់អត់យល់ហើយចៅឯងចង់ដឹងរឿងប្តីប្រពន្ធគេចៅឯងស៊ីបាយត្រង់មាត់អីនៅរៀនចេះដល់ណាហើយបើនៅភ្លើទេខំរៀនណាចៅណាទៅដឹងឯងរឿងប្តីប្រពន្ធគេនោះអូខេខ្មែរប្រើ AI ផលិតយន្តហោះចម្បាំងបើ AI ផលិតយន្តហោះចម្បាំងខ្ញុំបង់តែ$20ទេផលិតបានកកោកលោកតាធ្វើម៉េចឲ្យប្រទេសកម្ពុជារីកចម្រើនចាឯងខំរៀន love ណាអូខេ Mr. JR គួរតែសួរថាបើដាក់ស្រាមួយកេះខាងណាសន្លប់មុនដែកចូលសក់
hãy ở vậy ban chỉ khai dưỡng chạy mình đạch rồi viên ở vậy hãy thờ wisdom nâng being wise tới la tới chạy đạch chạy cồn nè chun ali ta scroll website Udemy art bao dương riêng website network tên video riêng trong bài riêng anh chẳng riêng tam để YouTube dùng xua mà đo ngay ta ọt lái mà xua đai tiệt ban cái tờ lời Jory ta sợ thê châu sọc mai chuộc hồn sai ta còn ai lôi pong tê ta chấu lôi nhai con ta chấu lôi nhá nè mình nè ta pan năng hay lối có ớt ai đây năng xịt kê nó còn công khăn công ai năng kê nè xong chlai mùi mọc hạt ở vậy ban chữ khmai dương chạy mình đạch rồi viên wisdom năng being wise khmai chạy mình đạch vậy nè chờ anh score này wisdom cứ prajna ok being wise cứ smart ta pan năng miền ai chạy mình đạch mũi chứa bột thị rồi bóp chặt nâng chồng này đằng mũi tiết cứ chia diếm thờ ao chlat luôn ai mấy có chạy mình đạch nhá chạy ai chạy đạch đấy rồi có chạy ai chạy mình đạch puri lúc pu hai đã vay ban chia ra thạc ba khmai mình đăng thải đăng tay nè nà đăng tam nà đăng say đăng là mạch nè Ukraine cho mùi nâng Russia đăng hai nào tranh ai hai nào nè Iran cho mùi Americ mình đăng này hai nào tranh ai hai nào slide nữa bà chờ anh vô mà kích cả này Iran cho mùi Americ cả này Ukraine cho mùi Russia cháu anh slide rồi chứ chẳng bắt ngọt chào này tranh hay nào hãy cho hồng cao dùn lực top mà vay không ai đọc cho năm nó phải đăng say phải đăng phê hãy cho lấy vay nên mà ngay nó phải đăng ai phải đăng phê đó là admin đây công ai rover rover này chẳng công rover rover công là chẳng nè ok nè lúc ta xài hào với con á lúc ta nhóm ập trong thôi thể hiện tê lúc ta thể hiện cà phê ok mà mình trong thế rồi là kịch bị ba rồi nơi nát trongประเทศ Campuchia bị ba rồi có không rồi đây đôi ta nơi mà đấy chúng ta bị ba ta không rồi nè Julie pu bà nhóm chập vô chùm niên bọn đa nâng cái nẹ này là o đai rồi tê trong châu thơ ca cái lại bốc lui ấy và trong thơ ca vô trong nè nè The Mandolin pu ban dây tha bà thái vay mà đòn tiến về nâng vay cỏ công tại pu có ban dây tha dùn nâng mình áo thái căn cắp khai mai tê nhóm nơi mình toàn dồn srul tê thấy mình căn cặp khai tiền sông tê tại vay đâm bay plak đố tì tăng là tẹt tôn nâng prom đàn giờ một đôi thay tầm lẹ cọp bay lơ sray snom miền căn cặp sray snom hay nè tầm lẹ cọp bay đôi thay tầm lẹ cọp bay nơi các bài phnom pừ men tầm lẹ cọp bay căn cặp bát bong này nè phần năng men pa bạ vôเลยnè cả lần này để thay mình toán căn cặp khai bị pro cả này play chấp bắt nâng cả lần này mà trở thành an tra triệt mình men thay mình trăng để thay miên mà chỉ ta thay miên ca trăng còn tại thay mình toàn ở rốt tùm nục bán không ca căn cặp nó có nè nâng chẳng ta cái nạp bạc thái na chọp nào chọp môi na có vay Campuchia đây xe ơi thấy cái kịch ta hướng cho anh tê cái ọt chuộc này cái tê bên nôn
សួរ AI ទៅមិនបានចែកមិនដាច់ចាំបាច់សួរ AI ឯងសួរចែកមិនដាច់ក៏ហីទៅណាអាជូរីតាបើស្រុកខ្មែរនៅតែពុកលួយសំបីវិស័យអប់រំតើ10 20ឆ្នាំទៅមុខទៀតទៅជាយ៉ាងណាអត់ទៅជាយ៉ាងណាទេប្រទេសយើងល្ងងអញ្ចឹងទៅកែវសៃឡាតាបើសិនថៃវាយម្ដងទៀតប្រើកម្លាំងទ័ពអស់ដែរឬទេហើយកម្ពុជាមានភាគរយឈ្នះទេភាគរយឈ្នះ0ហើយចំណែកកម្លាំងទ័ពសៀមមានទ័ព40,000 នាក់ណាចំណែកខ្មែរមាន10ដូចជា17,000ហើយ2ភាគ3អត់ចេញច្បាំងទេបញ្ញវត្តខ្ញុំឃើញ AP ផ្សាយថាវៀតណាមត្រៀមខ្លួនធ្វើសង្គ្រាមជាមួយអាមេរិកអត់ទេអត់មានទេព័ត៌មាន AP ណាទេចៅឯងស្វាំងភ្នែកណាចៅឯងស្វាំងភ្នែកចៅឯងបើមិនស្វាំងភ្នែកចៅឯងអានព័ត៌មានគេអត់ដាច់ណាឌីណាតើកម្ពុជាបែងចែកថ្នាក់ឲ្យសិស្សរៀនជាថ្នាក់វិទ្យាសាស្ត្រនិងសង្គមដើម្បីអ្វីមិនមែនកម្ពុជាទេចៅគ្រប់ប្រទេសគេចែកអញ្ចឹងពីព្រោះប្រទេសគេផលិតសិក្ខាកាមឲ្យទៅផ្នែកហ្នឹងគ្រប់ប្រទេសទាំងអស់Ravi exactly លោកអ៊ំមានដឹងព័ត៌មានពីប្រេកជីកអត់ដឹងទេកូនហើយអត់ខ្វល់ទេអត់ខ្វាយខ្វល់ទេរឿងជីកចង់ជីកក៏ជីកមិនជីកក៏ហើយលោកតាមិនខ្មែរយើងអត់សូវចេះស្ដាប់ណា intuition ដូចលោកខាងលិចអញ្ចឹងមកពីអត់រៀនដល់អត់ចេះមុខការស្ដាប់មុខការអានមុខការមើលអីមុខការសរសេរអីតោះរៀនកូននៅដែលចូលសព love លោកតាហេតុអីបានជាសម្ដេចសីហនុអនុវត្តនយោបាយអព្យាក្រឹតខុសទិសដៅមកពីគាត់ចូលកុម្មុយនីសទៅសូធាលោកតាតើផ្ទៃក្រឡាមែនដែរទេអត់ដឹងអត់មានអ្នកណាដែលវាស់ផងអត់ដឹងអូខេតូនីហួងលោកពូតើពូអាចបកស្រាយបន្ថែមពីការប្រើប្រាស់ផែនទីវាស់ព្រំដែនហេតុអ្វីប្រើប្រាស់ជាមួយវៀតណាមផ្សេងថៃផ្សេងអាហ្នឹងមកអំពីយើងវាឆោតយើងចេះតែព្រមអញ្ចឹងហើយបានជាយើងមានបញ្ហាការបកស្រាយគឺយើងកំពុងតែឈួតយើងនៅជាមួយវៀតណាមយើងប្រើតែពីទៅពីដល់ហើយទៅមកជាមួយថៃវាកាច់យើងបានជារញ៉ៃតញ៉ៃយើងខ្លួនឯងនឹងអត់គោរពរដ្ឋធម្មនុញ្ញខ្លួនឯងទេមាត្រា2នៅរដ្ឋធម្មនុញ្ញយើងអត់គោរពបានជាយើងកើតកម្មពៀមកដល់សពថ្ងៃនេះអាហ្នឹងអញ្ចឹងហើយជនហ៊ានចង់ទៅរស់នៅក្រៅប្រទេសតើត្រូវធ្វើដូចម្ដេចតើអត់ចេះទេកូនអើយអត់ដឹងទេអ៊ីវសូនលោកតាថ្នាក់លើថាជ្រើសរើសតែហ៊ានឆ្នាំ26ឥឡូវមិនឃើញសោះចាឯងចង់ចូលទៅហ៊ានដាក់ពាក្យទៅបើមិនឃើញចាឯងចង់ចូលទេគេត្រូវការទៅហ៊ានតាគេមិនតន់រើសទៅហ៊ានហ្នឹងដើម្បីកុំឲ្យភិតភ័យបិណ្ឌនុនម៉ែនកឹមសេងនិយាយថាថៃចូលអន្តៈកម្ពុជាតើលោកតាយល់យ៉ាងណាខ្ញុំគោរពទស្សនៈម៉ែនកឹមសេងបើគាត់ថាចម្បាំងនឹងខ្មែរឈ្នះហ៊ុនសែនខ្លាយទៅជាវីរៈបរិះក៏ខ្ញុំអត់តវ៉ាមួយគាត់ពីព្រោះគាត់ហើយនឹងខ្ញុំមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិណាកូនចំណែកកូនឯងមានសិទ្ធិសេរីភាពក្នុងការទទួលយកឬមិនទទួលយកណាកូនណាចំណែកខ្ញុំអត់តវ៉ាទេដូចជាក្មួយមួងណារ៉េត
គេមកសួរខ្ញុំវាចត់តាក់ទងគាត់តាមពិតខ្ញុំអត់មាននិយាយអីគាត់ទេខ្ញុំនិយាយពីរឿងអាអ្នកដែលជាទាប្តឹងនោះវាអត់ដឹងអីប៉ុន្តែវាដោយទាំងមួងណារ៉េតនេះអញ្ចឹងទៅនេះចំណែកឯម៉ែនកំសែងចង់ម៉ែនកំសែងថាហ៊ុនសែនជាវីរៈបុរសដ៏មានជោគជ័យក្នុងសង្គ្រាមក៏ខ្ញុំអត់ថាអត់មានតវ៉ាដូចក្មួយស្រីមួយឈ្មោះចរិយាអញ្ចឹងហ៎ចរិយាអញ្ចឹងមួយស្រីហ្នឹងគាត់និយាយនៅ TikTok ខ្ញុំឃើញគាត់នៅ TikTok ទេណាបាទណាចរិយាអញ្ចឹងស្អីទេខ្ញុំឃើញមួយស្រីហ្នឹងក៏មួយស្រីហ្នឹងបាត់នៅអាមេរិកដែរណាអូខេមួយស្រីហ្នឹងបាត់នៅអាមេរិកដែរតែក្មួយស្រីហ្នឹងនៅអាមេរិកដែរមកទៅតែខ្ញុំអត់ខ្ញុំឃើញគាត់បញ្ចេញមតិរបស់គាត់អីតាក់ទងនឹងខ្ញុំអីខ្ញុំអត់តបតគាត់ទេមូលហេតុអីបាទខ្ញុំអត់មានតបតគាត់ពីព្រោះខ្ញុំគោរពនៅសិទ្ធិក្នុងការបញ្ចេញមតិរបស់គាត់ណាក្មួយហ្នឹងណាខ្ញុំគោរពការបញ្ចេញមតិរបស់គាត់និយាយពីរឿងនិយាយពីរឿងកតបកិច្ចយោធាគាត់ថានៅស្រុកអាមេរិកនេះវាអត់មាន draft ទេធ្វើមិនកើតទេហើយគាត់ថាការដែលខ្ញុំនិយាយថាមិនគួរណាទៅច្បាំងដើម្បីការពារអំណាចគេហើយខ្លួនឯងទៅគាត់ជំទាស់រឿងហ្នឹងខ្ញុំក៏អត់មានខ្ញុំអត់មានបញ្ហាជាមួយគាត់ណាខ្ញុំអត់មានបញ្ហាជាមួយគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិខ្ញុំរកគាត់ឃើញទេនៅក្នុង Facebook គាត់ឈ្មោះចរិយាអញ្ចឹងគាត់ស្រីគាត់ចាញ់វីដេអូច្រើនដែរខ្ញុំឃើញប៉ុន្តែខ្ញុំមិនសូវបានស្ដាប់គាត់ទេណាខ្ញុំអត់តបនឹងគាត់ទេមនុស្សម្នាក់មានសិទ្ធិក្នុងការបញ្ចេញមតិម៉ែនកំសែងក៏ដូចគ្នាម៉ែនកំសែងថាហ៊ុនសែនជាវីរៈបុរសនៅក្នុងដួងចិត្តគាត់វាអត់មានតាក់ទងអីខ្ញុំអត់តវ៉ាខ្ញុំនិយាយតែរឿងដុំនេះណាកូនណាបាទលោកតាយើងរើសមុខជំនាញអ្វីធ្វើឲ្យប្រទេសកម្ពុជារីកចម្រើនលោះឯងគិតខុសហ៊ុនសែនគាត់មានលុយវល់ពាន់លានកូនចៅគាត់សំណប់គាត់ចម្រើនណាស់ចៅឯងទេដែលរកស្អីច្រំអត់បានចៅឯងទេដែលល្ងងហើយវេទនានោះប៉ុន្តែចៅឯងមកសួរតាថាធ្វើម៉េចឲ្យកម្ពុជាចម្រើនគាត់នេះជាតំណាងកម្ពុជានាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏មានលុយចាយតកូលហ៊ុនមានលុយចាយទាំងអស់តាំងពីក្មេងក៏មានលុយដែរមិនបាច់រត់ស៊ីតកាអីក៏មានលុយដែរចៅឯងទេដែលលហាមនោះវាមិនបានចៅឯងមនុស្សលហាមហើយចង់កសាងកម្ពុជាឲ្យរីកចម្រើនកម្ពុជាគេរីកចម្រើនហើយរថយន្តដែលនៅក្នុងពិភពលោកនេះមានតែ100គ្រឿងក៏កម្ពុជាមានបើកដែរអ្នកដែលលហាមគឺចៅឯងហើយចៅឯងមិនក៏មិនគិតរឿងខ្លួនឯងមកសួរតាទៅធ្វើម៉េចកសាងកម្ពុជាតាប្រាប់ទៅចុះណាចៅសម្លាញ់គិតកាយៅខ្លួនឯងកាពះខ្លួនឯងនេះឲ្យវាខ្លាំងទៅមកចង់កសាងអីបើខ្លួនឯងលហាមមកអញ្ចឹងអត់មានសួរចៅឯងវាកកូតខ្លួនឯងពងតខ្លួនឯងអត់ព្រមលៀងទេចង់ទៅលៀងពងតប្រទេសជាតិពងតប្រទេសជាតិគេសពហើយអ្នកណាអ្នកកាន់ប្រទេសជាតិហ៊ុនសែនគេមានលុយហើយចៅឯងលហាមចៅឯងមិនគិតចៅឯងគិតខុសហើយចៅសម្លាញ់តាប្រាប់ទៅជួយខ្លួនឯងណាចៅណាប្រសិនបើកើតសង្គ្រាមលើកទី3តើត្រឹមកំជ្រួចលើស្មាបាញ់ F16 បានទេអត់ដឹងទៅបាញ់ទៅ
ខ្ញុំឮសូរគេថាជាព្រាហ្មណ៍កៅស៊ូបាញ់បានណាពុត្រាអញ្ចឹងនាំគ្នាទៅបាញ់ទៅខ្ញុំអត់ដឹងពីព្រោះស្រុកខ្មែរយើងចូលតលសាបានដឹងដូចហ៊ុនសែនហ្នឹងគាត់ចូលសាដឹងភ្លាមអាហ្នឹងអញ្ចឹងណាខ្ញុំខ្ជិលវិភាគអីណាដាក់លើស្មាមិនដាក់លើស្មាខ្ជិលណាខ្ជិលអ្នកណាចង់សាកទៅសាកទៅសាកគង់ដឹងឯងបើមកវិញជីចានអាហ្នឹងឡើងឋានសួគ៌បើមកវិញពិការអាហ្នឹងជាលទ្ធផលដែលត្រូវរងកម្មលើផែនដីហ៊ុនសែនអត់ចាញ់ច្បាំងទេអ្នកឯងទេកុំជោគហ៊ុនសែនអត់មានដាក់កញ្ជ្រួចអីទៅបាញ់ S16 ទេហ៊ុនសែនដេកនៅផ្ទះឯងទេទៅសាកលោមើលទៅអញ្ចឹងអត់ប្រយោជន៍ចំពោះខ្ញុំនឹងបញ្យល់ខ្ញុំឃើញពីពណ៌ Air Show នៅសិង្ហបុរីយន្តហោះចិនមិនសូវមានអ្នកចាប់អារម្មណ៍វិបុលទុកឲ្យចិនគេផ្សាយទៅគេខំប្រឹងលក់ដែរណារយៈកាលកន្លងមកលក់មិនសូវដាច់តែប៉ុណ្្នឹងណាតែប៉ុណ្្នឹងទេសុខវិធី how is ប្រព័ន្ធអប់រំនៅប្រទេសអាមេរិកខុសគ្នាឆ្ងាយពីប្រទេសកម្ពុជាតែយើងអត់ប្រៀបធៀបបានទេណាចៅពីព្រោះនៅស្រុកអាមេរិកនេះជាប្រព័ន្ធវិមជ្ឈការអញ្ចឹងអត់ប្រៀបធៀបគ្នាបានទេ there is no comparison អូខេផេតឌីណាលោកតាខ្មែរក្រោមបាត់ទៅគេពីជំនាន់ណាអត់មានបាត់ណាខ្មែរក្រោមនៅដដែលតាខ្មែរក្រោមនៅពេញស្រុកយួនតាមានបាត់អីកូនចង់និយាយដីអត់មានបាត់ទេខ្មែរនៅតែលើដីហ្នឹងគ្រាន់តែថាវាមិនបានប្រកាសជាប្រទេសកម្ពុជាអត់មានបាត់ទេហើយអាថ្ងៃទី4មិថុនាដែលជាខួបបាត់ដីណាហ្នឹងគេជានិមិត្តរូបនៃការបាត់បង់តែពិតប្រកបហ្នឹងអត់ទេយួនវាចូលមកនៅម្ដុំហ្នឹងតាំងពី1786 89ម្លេះអញ្ចឹងអត់មានអីបាត់ទេខ្មែរយើងនៅពេញដីហ្នឹងគ្រាន់តែដីហ្នឹងគេហៅថាប្រទេសវៀតណាមដោយសារអីដោយសារអាណានិគមនិយមផងជាពិសេសគឺអាណានិគមនិយមហើយនឹងដោយសារសម្ដេចសីហនុនឹងព្រមចុះហត្ថលេខានៅក្នុងសន្ធិសញ្ញាឆ្នាំ1949អានឹងប៉ុណ្ណឹងរីឯថ្ងៃទី4មិថុនានឹងជានិមិត្តរូបជាថ្ងៃនិមិត្តរូបសួរថាវាបាត់ទៅណារបស់ហ្នឹងវាអត់មានបាត់ទៅណាទេខ្មែរក្រោមនៅលើដីខ្លួនគ្រាន់តែរដ្ឋបាលវាដូរហើយរដ្ឋបាលដូរពីណាដូរតាំងពី1786 89វាដូរតិចតែដូរចុងក្រោយគឺសម័យបារាំងចូលកាន់កាប់1859ប៉ុណ្ណឹងណាឌីណា CR ធ្វើម៉េចតើធ្វើយ៉ាងណាដើម្បីកុំឲ្យការប្រើ AI ធ្វើឲ្យយុវជនយើងคล้ายជាមនុស្សខ្ជិលគិតវាមិនមែនមកពី AI ទេដែលកូនខ្មែរលលីលលើច្រើនហ្នឹងមិនមែនដោយ AI ប្រព័ន្ធគ្រប់គ្រងធ្វើឲ្យកូនខ្មែរល្ងងមិនមែនមកពី AI ទេចៅឯងយល់ខុសថា AI ធ្វើឲ្យកូនខ្មែរខ្ជិលកូនខ្មែរមិនមែនខ្ជិលដោយ AI ទេកូនខ្មែរខ្ជិលដោយសារប្រព័ន្ធអប់រំជាតិមិនលើកតម្កើងក្មេងឲ្យចេះដឹងអត់មានធ្វើឲ្យខ្ជិលទេ AI អត់មានធ្វើឲ្យខ្ជិលទេណា AI អត់មានធ្វើឲ្យខ្ជិលទេ AI អត់បានធ្វើឲ្យខ្មែរខ្ជិលទេអាហ្នឹងអញ្ចឹង AI វាជាបន្តបន្សំទេសំខាន់ណាស់គឺប្រព័ន្ធអប់រំរបស់ជាតិសុរដេតជំរាបសួរចៅអ៊ីលោកតាតើផែនទីកម្ពុជាថៃបារាំងសៀម Google ដូចគ្នាទេអត់ដូចគ្នាទេកូន
ខុសគ្នា Sam ចង់ចូលទៅហ៊ានសោត 5000 បានចូលហើយអាហ្នឹងទុកឲ្យគេទៅអ្នកចង់ចូលបាទ Last World លោកតាខ្ញុំគួររៀននិងអានសៀវភៅរដ្ឋធម្មនុញ្ញដែរទេស្រេចនឹងចិត្តកូនស្រេចនឹងចិត្ត Siru សម្រាប់ជំនាញអគ្គិសនីល្អទេល្អតែរៀនឲ្យបាន4ឆ្នាំទៅ6ឆ្នាំបានលឹមស្រួលធ្វើដោយមិនដាច់ទៅអាចទៅរស់នៅសហរដ្ឋអាមេរិកអត់ដឹងអត់ចេះអាយូរីតែការចាប់យកជំនាញ physical អាចមានឱកាសទៅរៀនស្រុកក្រៅទេអត់ដឹងទេកូនអត់ដឹងឆ្លើយអត់រួចអត់ចេះ Gaga ខ្ញុំស្ដាយណាស់ដែលមិនប្រឹងរៀនឲ្យអស់ពីសមត្ថភាពអាងតែចូលវិទ្យាសាស្ត្រសង្គមងាយចប់អានឹងគិតខ្លីចាញ់វិញតត់ខ្យល់ណាកូននូសាំងខ្មែរលោកតាឮថាអាមេរិកព្រមលក់សភាវុធឲ្យកម្ពុជាហើយព្រមហើយតែមិនមែនទិញបានគ្រប់មុខទេទៅតាម clearance គេព្រមឬមិនព្រមពាក្យថាគេព្រមលក់ហ្នឹងជាខ្លឹមសារទូទៅតែដល់ពេលយើងទៅទិញហ្នឹងមានអាវុធមួយចំនួនគេអត់លក់ឲ្យទេហើយតុំលោកតាថ្វីបើលោកហ៊ុនសែនមានកិច្ចសន្យាជាមួយយួនចុះបើយួនវាអត់ធ្វើតាមពេលថៃវាយកាន់កាប់ខេត្តខ្មែរនៅពេលក្រោយអាហ្នឹងស៊ីសងនឹងការព្រមព្រៀងគ្នារវាងយួននិងសៀមបើគេត្រូវគ្នាគេអត់មាត់ទេ everything សង្ឃឹមប្រមាណភាគរយតាមការអះអាងរបស់រដ្ឋាភិបាលដែលថាកម្ពុជាអាចនឹងក្លាយទៅជាប្រទេសចំណូលខ្ពស់ហួសពេលហើយអាហ្នឹងគេឆាចោលមួយរយៈហើយអត់តាន់មានទេណាហើយខ្ញុំក៏អត់ដែលជឿរឿងហ្នឹងដែរខ្ញុំអត់ជឿថាវាឆ្នាំ50ហ្នឹងខ្មែរវាគ្រាន់បើជាងមុនទេខ្ញុំកំពុងតែព្រួយថាខ្លាចវាពិបាកបាទកៃសីឡាកម្ពុជាមិនទិញនាវាមួយទឹកប្រឆាំងនឹងកងទ័ពជើងទឹកថៃទិញហើយនាវាមួយទឹកដើមឫស្សីដាក់អំពងមួយហើយបៀមទៅហែលទៅវាយថៃទិញហើយជាង2000គ្រឿងនៅកោះកុងនៅពងសោមនៅកែបនៅកពតទិញហើយស្រេចហើយចាយចង់ចូលធ្វើនាវិកទេនាវាមួយទឹកខ្មែរទេមាន2000គ្រឿងដាក់អស័យបៀមអញ្ចឹងដកដង្ហើមទៅវាយថៃអូយថៃខ្លាចណាហើយស្រួលទៀតធ្វើនាវិកនឹងស្រួលទៅពេលហែលទឹកទៅសត្វឆ្លាមវាមកជក់ពងទៀតជក់ពងស្រួលទៀតយើងហែលទឹកទៅហែលទឹកតាមគង្គីវាយគ្នាជាមួយតបជើងទឹកថៃសាំងបាយក្នុងចិត្តក្រាខ្លាក្រៃនឹកស្រមៃជ័យជំនះដៃជោយើងហែលទឹកតាមគង្គីតយគ្នាជាមួយនឹងសត្វឆ្លាមយើងវាយឈ្នះឡើងប៉ើងអាសៀមសើងមើងដោយការដឹកនាំសំដាច់ដែកជោនេះវាមួយទឹក1000គ្រឿងបៀមអស័យដកដង្ហើមមុជទៅវាយយួនហើយឆ្លាមលិតពងទៀតលយទេកុំនិយាយលេងមិនធម្មតាណាមិនធម្មតាណាDVS អត់ខ្វល់ទេរឿងហ្នឹងមិនប្រកាន់ណា
អូខេអញ្ចឹងណាបងខ្ញុំទៅទាហាន7ឆ្នាំគេឲ្យអាត្រែតតែគាត់អាយុបាន38អូអាត្រែតអាយុ38មិនដឹងទេអត់យល់ហ្នឹងអូខេណាអញ្ចឹងខ្ញុំលាបងប្អូនសិនអរគុណណាស់ខ្ញុំបញ្ញាប់ទៅរត់ធ្វើការងារសិនខ្ញុំភ្លេចការងារមួយខ្ញុំបញ្ញាប់ទៅរត់ធ្វើការសិនបាទជម្រាបលា